ជំរាបសួរបងប្អូនសូមស្វាគមន៍មកកាន់ Facebook Page និង YouTube Channel ស្លឹកតើយនៅថ្ងៃនេះខ្ញុំសូមបង្ហាញជូនបងប្អូនអំពីរបៀបធ្វើប្រេងដូងត្រជាក់ចាវិធីធ្វើគឺងាយស្រួលនោះទេបងប្អូនហើយបងប្អូនធ្លាប់បានដឹងហើយថាប្រេងដូងត្រជាក់ហ្នឹងគឺវាមានសារៈប្រយោជន៍ជាច្រើនចំពោះសុខភាពនិងសម្រស់សាច់ដូងចំនួន1គីឡូគឺខ្ញុំប្រើទឹកក្តៅអ៊ុនៗចំនួន2លីត្រកន្លះដើម្បីយកមកច្របាច់ពូតយកខ្ទិះដូងដើម្បីបានទឹកក្តៅអ៊ុនៗគឺខ្ញុំយកទឹកក្តៅលាយជាមួយនឹងទឹកត្រជាក់ចាគឺខ្ញុំអាចបានកម្រិតកម្ដៅថាប៉ុន្មានអង្សាសេនោះទេចាគឺខ្ញុំលាយយ៉ាងណាឲ្យមកល្មមតែអាចលូកដៃបានដើម្បីយើងយកទឹកហ្នឹងទៅច្របាច់នឹងសាច់ដូងចានៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញជូនបងប្អូនឲ្យច្បាស់អំពីគន្លឹះធ្វើយ៉ាងណាដើម្បីឲ្យប្រេងដូងត្រជាក់របស់យើងនឹងកើតបានល្អការធ្វើប្រេងដូងត្រជាក់នេះបើសិនជាបងប្អូនមានដូងដើមខ្លួនឯងហើយមានខ្ទិះល្អនោះនឹងធ្វើឲ្យប្រេងដូងដែលយើងធ្វើនោះនឹងកើតបានល្អចាពីព្រោះដូងខ្មែររបស់យើងគឺមានខ្ទិះច្រើនចំណុចសំខាន់មួយទៀតបើសិនជាបងប្អូនទិញដូងមកពីផ្សារសូមបងប្អូនកុំឲ្យគេពូតយកខ្ទិះឲ្យហើយនៅឯផ្សារអីចាគឺយើងត្រូវតែទិញយកតែសាច់ដូងតែប៉ុណ្ណោះដើម្បីយើងយកមកច្របាច់យកខ្ទិះដូងដោយខ្លួនឯងពីព្រោះយើងច្របាច់ខ្ទិះដូងដោយខ្លួនឯងនេះយើងនឹងប្រើទឹកដែលមានកម្ដៅក្តៅអ៊ុនៗចានេះគឺជាចំណុចសំខាន់នៃការធ្វើប្រេងដូងត្រជាក់ជាពិសេសគឺទឹកដែលមានកម្ដៅអ៊ុនៗនឹងឯងដែលធ្វើឲ្យប្រេងដូងត្រជាក់របស់យើងនឹងកើតបានល្អសាច់ដូងចំនួន1គីឡូក្រាមគឺខ្ញុំច្របាច់ជាមួយនឹងទឹកក្តៅអ៊ុនៗចំនួន2លីត្រកន្លះហ្នឹងបានរួចរាល់ហើយជំហានបន្ទាប់គឺខ្ញុំនឹងផ្ទេរខ្ទិះដូងហ្នឹងដាក់ចូលនៅក្នុងក្រឡកែវដែលស្អាតមួយចាគឺខ្ញុំប្រើក្រឡកែវផ្លាស្ទិកឬក៏បងប្អូនអាចប្រើជាដបទឹកសុទ្ធក៏បានដែរបញ្ជាក់ថាក្រឡកែវហ្នឹងគឺត្រូវតែស្អាតហើយស្ងួតល្អពេលដែលចាក់ខ្ទិះដូងចូលនៅក្នុងក្រឡកែវឬក៏ដបសូមបងប្អូនថ្នមនៅផ្នែកខាងក្រោយនៅពេលដែលចិត្តអស់ខ្ទិះដូងចាំពីព្រោះវាតែងតែមានកំតិចកំទីឬក៏កកដូច្នេះយើងកុំចាក់វាចូលអីពេលដែលខ្ទិះដូងដាក់ចូលនៅក្នុងក្រឡកែវគឺខ្ញុំរុំថង់ផ្លាស្ទិកមួយជាន់ទៀតដើម្បីឲ្យវាជិតល្អបើសិនជាបងប្អូនប្រើតែដបទឹកសុទ្ធនៅពេលដែលចាក់ចូលចិត្តពេញដបហើយគឺយើងគ្រាន់តែគ្របគម្របដបទឹកសុទ្ធតែប៉ុណ្ណឹងជាការស្រេចតែម្ដងខ្ទិះដូងនៅពេលដែលរៀបចំរួចហើយគឺខ្ញុំទុកចោលរយៈពេល1យប់ឬក៏ទុក24ម៉ោងក៏បានដែរចំពោះសីតុណ្ហភាពឬក៏អាកាសធាតុនៅក្នុងប្រទេសកម្ពុជាយើងចានេះបងប្អូនខ្ទិះដូងនៅពេលដែលខ្ញុំទុក1យប់ទៅគឺវាប្រែសភាពទៅជាបែបនេះចាបើសិនជាវាចេញសភាពបែបនេះវាមាន3ផ្នែកផ្សេងៗគ្នានោះបញ្ជាក់ថាប្រេងដូងរបស់យើងកើតបានល្អហើយចាដោយផ្នែកទី1ផ្នែកខាងលើហ្នឹងដូចជាខ្ទិះដើមចាហើយផ្នែកទី2គឺថ្លាឆ្វង់ហ្នឹងគឺជាប្រេងដូងតែម្ដងហើយផ្នែកទី3គឺជាទឹកដូច្នេះគឺយើងប្រមូលផលយកតែផ្នែកទី2តែប៉ុណ្ណោះដែលជាប្រេងនៅពេលដែលបើកក្រឡកែវឡើងចាជាដំបូងគឺយើងដួសផ្នែកខាងលើដែលជាខ្ទិះដើមនោះចេញចាផ្នែកខាងលើជាខ្ទិះដើមនោះគឺខ្ញុំអត់ចោលទេបងប្អូនចាគឺខ្ញុំដួសដាក់នៅក្នុងកូនឆ្នាំងមួយហើយទុកដោយឡែកពេលដែលដួសផ្នែកខាងលើដែលជាខ្ទិះដើមអស់ហើយគឺខ្ញុំចាប់ដើមរៀបចំដើម្បីដួសយកប្រេងដូងរបស់យើងយកមកប្រើការចាដោយប្រើក្រណាត់ទ្រាប់ 3-4 ជាន់ដើម្បីត្រងប្រេងដូងរបស់យើងនឹងឲ្យបានស្អាតល្អនៅពេលដែលដួសប្រេងដូងគឺបងប្អូនត្រូវតែដួសដោយថ្នមជាទីបំផុតចាកុំប្រើដៃធ្ងន់អីបើសិនជាប្រើដៃធ្ងន់អាចនឹងបណ្ដាលឲ្យប្រេងហើយនឹងទឹកដែលនៅផ្នែកខាងក្រោមនោះវាច្របល់ចូលគ្នាចាតាមពិតទៅវីដេអូនៃការធ្វើប្រេងដូងត្រជាក់នេះគឺជាវីដេអូទី2ហើយចាដោយវីដេអូទី1នេះគឺខ្ញុំបានធ្វើហើយផុសនៅក្នុង YouTube Channel កាលពី1ឆ្នាំមុនបើសិនជាបងប្អូនមើលហើយនឹងស្ដាប់វីដេអូរបស់នេះខ្ញុំបញ្ជាក់ជូនបងប្អូនយ៉ាងលម្អិតនោះបងប្អូននឹងធ្វើប្រេងដូងត្រជាក់នឹងបានដោយជោគជ័យជាមិនខាននោះទេចាបងប្អូនប្រេងដូងនៅពេលដែលយើងដួសប្រេងបានចិត្តអស់ទៅគឺនៅផ្នែកខាងក្រោមដែលវានៅជាប់នឹងទឹកហ្នឹងគឺយើងដួសអត់បានទេចាដូច្នេះគឺខ្ញុំប្រមូលទាំងអស់ហ្នឹងដាក់ចូលនៅក្នុងកូនឆ្នាំងដែលបានដួសខ្ទិះដើមនៅផ្នែកទី1ហ្នឹងចាបន្ទាប់មកគឺខ្ញុំយកខ្ទិះហ្នឹងយកទៅរងាស់នៅលើភ្លើងដោយប្រើកម្ដៅតិចចាឥឡូវងាកមកមើលប្រេងដូងសុទ្ធដែលខ្ញុំបានដួសដាក់នៅក្នុងចានហ្នឹងចាឃើញថាប្រេងរបស់យើងហ្នឹងគឺមានសភាពថ្លាល្អមែនតើតែប្រេងហ្នឹងវាអាចនឹងមានជាប់ទឹកតិចតួចនៅពេលដែលយើងដួសប្រេងចាដូច្នេះគឺខ្ញុំលើកចានប្រេងដូងរបស់ខ្ញុំហ្នឹងលើកទៅដាក់ចំហុយចាចំហុយដើម្បីរំហួតទឹកចេញពីប្រេងឲ្យអស់នៅពេលដែលចំហុយរំហួតទឹកចេញពីប្រេងហ្នឹងគឺយើងចំហុយដោយចំហគ្របឆ្នាំងចាគឺអត់គ្របគម្របឆ្នាំងនោះទេហើយខ្ញុំប្រើរយៈពេល15នាទីដោយប្រើកម្លាំងភ្លើងមធ្យមតែប៉ុណ្ណោះប្រេងដូងក្រោយពីបានចំហុយរួចហើយគឺយើងត្រូវតែទុកឲ្យវាត្រជាក់សិនចាំយើងត្រងម្ដងទៀតច្រកដាក់ចូលនៅក្នុងដបនេះខ្ញុំបញ្ជាក់ជូនបងប្អូនបន្តិចទាក់ទងទៅនឹងក្លិនប្រេងដូងត្រជាក់ដែលយើងធ្វើដោយខ្លួនឯងនៅផ្ទះហ្នឹងគឺថាក្លិនវាអត់ឈ្ងុយដូចប្រេងដូងដែលគេធ្វើលក់នោះទេចាសាច់ដូងចំនួន1គីឡូក្រាមនៅពេលដែលយើងត្រងប្រេងដូងរួចទៅឃើញថាវាបានប្រេងដូងនោះប្រហែលជា150ទៅ160មីលីលីត្រចាតែប៉ុណ្ណឹងគឺរួចរាល់ហើយបងប្អូនប្រេងដូងត្រជាក់ដែលយើងធ្វើដោយខ្លួនឯងយើងអាចយកទៅប្រើការទៅតាមតម្រូវការបងប្អូនអាចប្រើផ្នែកសុខភាពឬក៏ផ្នែកសម្រស់អាស្រ័យទៅតាមតម្រូវការរបស់បងប្អូន
សម្រាប់អ្នកខ្ញុំផ្ទាល់អ្នកខ្ញុំប្រើប្រេងដូងត្រជាក់ហ្នឹងដើម្បីលាបមុខចាគឺអ្នកខ្ញុំលាបជារៀងរាល់យប់តែម្ដងគឺអ្នកខ្ញុំលាបប្រេងដូងនៅជាន់ទី1បន្ទាប់មកបានលាបលេពេលយប់តែប៉ុណ្្នឹងជាការស្រេចចាឃើញទេបងប្អូនការធ្វើប្រេងដូងត្រជាក់ដោយខ្លួនឯងនៅផ្ទះគឺងាយបែបហ្នឹងគឺស្រួលមែនតើចាយើងប្រើរយៈពេលតែមួយយប់គឺយើងទទួលបានប្រេងដូងនឹងហើយបើសិនជាយើងទិញគេក៏តម្លៃគួរសមដែរចាឥឡូវងាកមកមើលប្រេងដូងដែលនេះខ្ញុំបានដួសផ្នែកខ្ទិះដើមហ្នឹងហើយយកទៅរងាស់នៅលើភ្លើងចាដោយប្រើកម្លាំងភ្លើងតិចៗនៅពេលដែលរងាស់រួចទៅឃើញថាប្រេងដូងរបស់យើងហ្នឹងគឺមានសភាពថ្លាដែរហើយក្លិនគឺឈ្ងុយជាងប្រេងដូងសុទ្ធរបស់យើងទៅទៀតចាគឺបានប្រេងគួរសមដែរនេះខ្ញុំត្រងប្រេងហ្នឹងទុកដោយឡែកហើយច្រកទុកនៅក្នុងដបដោយឡែកចាពីព្រោះប្រេងហ្នឹងគឺជាប្រេងដែលក្តៅដូច្នេះយើងទុកប្រើការផ្សេងទៅចាសូមអធិស្ឋានផងបងប្អូនបើសិនជាវីដេអូរបស់អ្នកខ្ញុំនឹងរៀងវែងពីព្រោះអ្នកខ្ញុំចង់លម្អិតជូនបងប្អូនមិនចង់ឲ្យបងប្អូនធ្វើប្រេងដូងត្រជាក់ទៅមិនកើតនាំឲ្យតែខាតពេលវេលាខាតទាំងថវិកានោះទេចាដល់ទីបញ្ចប់ហើយវីដេអូនៃការធ្វើប្រេងដូងត្រជាក់របស់អ្នកខ្ញុំនៅពេលនេះដើម្បីជាកម្លាំងចិត្តសូមបងប្អូនកុំភ្លេចជួយចុច like share follow នៅក្នុង Facebook page និងនៅក្នុង YouTube channel សូមបងប្អូនកុំភ្លេចជួយចុច subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗពី channel និង page របស់អ្នកខ្ញុំនៅពេលនេះអ្នកខ្ញុំសូមអរគុណសូមជម្រាបលា